ហើយអ្វីអ្នកនេសាទមួយចំនួនបោះត្រីទាំងនេះចូលទៅក្នុងមហាសមុទ្រវិញបន្ទាប់ពីគេចាប់បានពួកវាត្រីមួយប្រភេទនេះមើលទៅហាក់បីដូចជាគួរឲ្យខ្លាចខ្លាំងមែនទែនវាមានឈ្មោះថាត្រីចចកហើយកម្លាំងនៃការខាំរបស់វាពិតជាធ្វើឲ្យអ្នកនេសាទមានគ្រោះថ្នាក់ខ្លាំងមែនទែនវាមានធ្មេញដ៏រឹងមាំនិងគៀមដ៏កម្លាំងមហិមាផងដែរវាអាចខំកំប៉ុងស្រាលដាច់ជាពីរក្នុងពេលតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះការចាប់ត្រីចចកគឺមានគ្រោះថ្នាក់និងហានិភ័យសម្រាប់អ្នកនេសាទខ្លាំងមែនទែនពេលខ្លះពួកវាអាចខំរាមដៃរបស់អ្នកនេសាទដាច់ផងដែរអ្នកនេសាទត្រូវតែពាក់ស្រោមដៃវែងៗនិងក្រាស់ៗដើម្បីការពារដៃរបស់ពួកគេពីការខាំរបស់សត្វត្រីចចកក្បាលនេះបន្ទាប់ពីគេចាប់វាមកលើគោកគឺគេត្រូវតែបោះវាចូលទៅក្នុងទឹកវិញភ្លាមៗមិនមែនត្រឹមតែត្រីចចកនោះទេសូម្បីតែត្រីប្រច័ណ្ឌក៏គេបោះវាចូលទៅក្នុងទឹកវិញដែរត្រីប្រច័ណ្ឌនេះគឺអាចលូតលាស់បានរហូតដល់3តោនឯណោះហើយមូលហេតុក្នុងការបោះវាចូលទៅក្នុងមហាសមុទ្រវិញពីព្រោះតែត្រីនេះមិនមានតម្រូវការនៅលើទីផ្សារការចាប់ត្រី moonfish ឬក៏ត្រីប្រច័ណ្ឌគឺជាការចាប់ដូចជារបស់ដែលគ្មានតម្លៃនិងអត់ប្រយោជន៍ខ្លាំងមែនទែនក៏ប៉ុន្តែបើសិនជាពួកគេទម្លាក់ពួកវាចូលទៅក្នុងមហាសមុទ្រវិញគឺភាពអស្ចារ្យគឺកើតឡើងវិញផងដែរបន្ទាប់មកមានត្រីមួយចំនួនទៀតដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកមានអារម្មណ៍ថាខ្លាចរអានៅពេលដែលឃើញវានៅលើគោកនេះគឺជាត្រីនាគត្រីនេះគឺជាប្រភេទត្រីទឹកជ្រៅវាមិនងាយនឹងធ្វើដំណើរមកទឹករាក់និងបង្ហាញខ្លួនឲ្យមនុស្សឃើញនោះទេក៏ប៉ុន្តែបើថ្ងៃណាមួយអ្នកទាំងអស់គ្នាឃើញវាដោយចៃដន្យនៅឆ្នេរសមុទ្រនេះគឺជាសញ្ញាព្រមានពីធម្មជាតិវាគឺជាអ្នកនាំសារមច្ចរាជពីដំណឹងអាក្រក់បំផុតប្រសិនបើវាបង្ហាញខ្លួនមានន័យថាបន្តិចទៀតនឹងមានព្យុះនិងឬព្យុះសូណាមីកើតឡើងនៅពេលឆាប់ៗនេះក៏ថាបាន